គោរពដល់លោកនាយករងលោកគ្រូអ្នកគ្រូព្រមទាំងបងប្អូនសិស្សានុសិស្សទាំងអស់ដែលមានវត្តមាននៅទីនេះខ្ញុំបាទឈ្មោះនាងសរិទ្ធប្រធានសមាគមគ្រួសារសុភមង្គលដែលតំណាងឲ្យបងប្អូនជនដែលមានពិការភាពថ្ងៃនេះក៏សូមលើកពីទិសដៅមួយចំនួនដែលផ្អែកទៅលើវិស័យការភាពនៅក្នុងសមាគមគ្រួសារភមង្គលខេត្តស្វាយរៀងយើងផងដែរចឹងបងប្អូនលោកគ្រូសូមស្ងាត់5នាទីណាបាទលោកគ្រូអត់និយាយលេងទេនិយាយមែនដោយសារលោកគ្រូមានទូនាទីមួយនៅជួយរាជរដ្ឋាភិបាលដែរអញ្ចឹងដើម្បីពេលខ្លះអូនត្រូវទុកមុខទុកមាត់ឲ្យលោកគ្រូអ្នកគ្រូនៅក្នុងសាលាយើងអូនត្រូវដឹងថាប្រទេសមានច្បាប់គ្រួសារមានហើយសាលារៀនយើងក៏ត្រូវមានវិន័យដែរមែនទេអូនបាទមុខមាត់បងប្អូនអស់គ្នាទេហើយក៏ដូចជាលោកគ្រូអ្នកគ្រូគឺជាអាណាព្យាបាលទី2បាទបងស្គាល់ជនពិការបាទធ្លាប់ឃើញជនពិការដើរតាមផ្លូវទេឆ្នាំមុនជួបលោកគ្រូម្ដងមែនទេហើយជួបលោកគ្រូនោះបងប្អូនបានស្ដាប់ពីប្រវត្តិលោកគ្រូទេខ្លះបានខ្លះអត់ប្រវត្តិលោកគ្រូកាលលោកគ្រូនិយាយពីឆ្នាំមុនប្រាប់បងប្អូនថាកាលលោកគ្រូរៀននៅមហាវិទ្យាល័យលោកគ្រូធ្លាប់គ្រោះថ្នាក់ចរាចរណ៍ធ្លាប់ដើរធ្លាក់លូមែនទេអូនចឹងទេអូនបាទហើយមិនដើរធ្លាក់លូដោយសារភ្នែកមើលមិនឃើញមែនទេហើយចុះដល់ពេលភ្នែកមើលមិនឃើញចុះហេតុម៉េចបានលោកគ្រូរៀនចប់ដល់មហាវិទ្យាល័យមនុស្សយើងសម័យឥឡូវទោះបីពិការឬមិនពិការឲ្យតែមានឆន្ទៈមែនទេអូនមែនហើយសូមជម្រាបទៅដល់លោកនាយកក៏ដូចជាលោកនាយករងលោកគ្រូអ្នកគ្រូឲ្យបានជ្រាបថាកាលពីឆ្នាំទៅដោយមានការឧបត្ថម្ភគាំទ្រពីលោកគ្រូអ្នកគ្រូក៏ដូចជាសិស្សសានុសិស្សធ្វើឲ្យយើងខ្ញុំទាំងអស់គ្នាមានទឹកចិត្តខិតខំប្រឹងប្រែងបាទជួយដល់ជនដែលមានពិការភាពកាលពីឆ្នាំទៅនេះគឺយើងទទួលបានសមិទ្ធផលជនពិការបានបញ្ចប់ថ្នាក់បរិញ្ញាបត្របាន7នាក់សិស្សរៀនចប់ផ្នែកសម្រួលចលនាចាប់សរសៃតាមក្បួនពេទ្យបាន4នាក់សិស្សបង្រៀនផ្នែកកុំព្យូទ័រអាចប្រើប្រាស់កុំព្យូទ័របាន8នាក់សិស្សរៀនខាងផ្នែកដូរតន្ត្រីបុរាណខាងផ្នែកឆាយាំបាន8នាក់10នាក់បាទហើយខាងផ្នែកចំបៃដងវិញបាន2នាក់មានបងណាចង់រៀនចំបៃដងវិញទេបើមានបងណាចង់ជាពិសេសស្រីបើសិនជាចេះចំបៃល្បីឬក៏អាយ៉ៃណែលោកគ្រូបើកបរិញ្ញាបត្រផ្សាយអាទិត្យទេណាបាទបើកបរិញ្ញាបត្រផ្សាយអាទិត្យនៅសមាគមលោកគ្រូផ្ទាល់ទីតាំងស្ថិតនៅទល់មុខវិរៈគុណឋានអូនណានៅខាងឯរូបកូនចម្ងាយ150ម៉ែត្រអូនទៅចង់រៀនអីទាក់ទងលោកគ្រូបានហើយលោកគ្រូមានផេកសមាគមគ្រួសារភមង្គលលោកគ្រូផុសរាល់សកម្មភាពទាំងអស់ដែលជួយជនពិការមិញនេះដែលលោកគ្រូយូរដោយសារអីបងប្អូននៅរងចាំរៀនយូរមិញនៅជាប់រវល់ផ្ដល់អតិរុញដល់ជនដែលមានពិការភាពគាត់មកទទួលផ្ទាល់ដល់សមាគមបាទលោកគ្រូបានផ្ដល់អតិរុញអញ្ចឹងរាល់សកម្មភាពទាំងអស់លោកគ្រូផុសនៅលើបណ្ដាញសង្គមដែលពាក់ព័ន្ធទៅលើការជួយវិស័យការភាពលោកគ្រូសួរសំណួរមួយបងប្អូនឆ្នាំមុនបងប្អូនបានចូលរួមជួយជនពិការអត់បានអត់ហើយចាំអត់ខែណាខែនឹងឯងមែនទេវិលជុំមែនទេអូនចូលមកឆ្នាំនេះលោកគ្រូស្នើសុំម្ដងទៀតបានអត់បានអត់ចេះដៃមួយលោកគ្រូសុំសួរសំណួរដដែលទ្រព្យសម្បត្តិចំណេះដឹងបញ្ញាយកមួយណាបើយកបញ្ញាទៀតដៃមួយបងប្អូនមានបំណងចង់ឲ្យសមាគមគ្រួសារសុភមង្គ
គល់ពង្រីកទៅសាលាអប់រំពិសេសសម្រាប់ជួយជនពិការខេត្តស្វាយរៀងយើងអត់គឺអត់ទៀតអញ្ចឹងអត់ចង់ឲ្យជនពិការរៀនទេចាចង់ឲ្យជនពិការរៀនដោយបងប្អូនបានអត់ចង់ឲ្យគាត់រៀនអត់ចង់ឲ្យគាត់មានចំណេះដោយបងប្អូនអត់តែចង់ទាំងដៃមួយចង់ឲ្យជនពិការមានឱកាសចូលរួមចំណែកអភិវឌ្ឍសង្គមជាតិដោយអ្នកមិនពិការអត់ចង់ឲ្យគាត់មានចំណែកអត់មកចង់ទាំងដៃមួយចាឥឡូវដើម្បីឲ្យការងារជោគជ័យលោកគ្រូស្នើសុំឲ្យបងប្អូនជាវិភាគទានដើម្បីលើកទឹកចិត្តពួកគាត់ឲ្យគាត់មានឱកាសដោយបងប្អូនទៅតាមសទ្ធាដូចឆ្នាំមុនតើបានអត់បានអត់បានតែដៃមួយឥឡូវចេះក្រុមការងារលោកគ្រូនឹងដើរតាមជួរបើសិនជាបងប្អូនមានទឹកចិត្តអាណិតជនពិការពិតប្រាកដបងប្អូនត្រូវចូលរួមទាំងអស់គ្នាតើចូលរួមបានទាំងអស់គ្នាអត់បានអត់បាទឥឡូវបងប្អូនត្រៀមណាកុំទៅណាចូលរួមជួយជនពិការទាំងអស់គ្នាកុំឲ្យគាត់ដើរធ្លាក់លូដោយលោកគ្រូអញ្ចឹងទេមែនទេមែនទេបាទចង់ឲ្យជនពិការដើរធ្លាក់លូដោយលោកគ្រូអត់ចង់ឲ្យគាត់គ្រោះថ្នាក់ចរាចរណ៍ដោយលោកគ្រូអត់អត់ទេលោកគ្រូគ្រោះថ្នាក់ចរាចរណ៍ដេកពេលឆ្អែតហើយណាបាទអញ្ចឹងកុំឲ្យតោះអូនរក្សាសម្រាប់ធ្នាប់អើណាណាអូនស្គាល់ទៅបីដងវិញអត់ស្គាល់ទៀតមានស្រីណាចាំរៀនទៅបីដងវិញទេមួយអត់អូគេអត់ឆ្លងសិល្បៈខ្មែរអូនអត្តសញ្ញាណខ្មែរអីគេអូនមានអីខ្លះហ៎អត្តសញ្ញាណខ្មែរមានដូចជាវប្បធម៌ប្រពៃណីសិល្បៈប្រាសាទបុរាណជាអត្តសញ្ញាណអត់ឥឡូវអត្តសញ្ញាណជាតិប្រាសាទបុរាណអីខ្លះអូនមានចាំទេធំជាងគេល្បីជាងគេអង្គរវត្តហើយចុះដាក់ជាបេតិកភណ្ឌពិភពលោកនោះស្អីគេប្រាសាទអីគេប្រាសាទព្រះវិហារហើយប្រាសាទសំបូរព្រៃលោកអូស្គាល់តើមានអីមកឲ្យគ្រូមកឲ្យតើអូនចូលរួមតាមសទ្ធាអត់ទាតាមកំណត់ទេណាតោះហ្នឹងហើយចូលតាមជួរទៅគួរយើងជួយគ្នាទៅណាបាទចឹងបងប្អូនយើងចូលឧបត្ថម្ភក្រុមគ្រួសារសុភមង្គលខេត្តស្វាយរៀងយើងទៅតាមវិធីណាដើម្បីគាត់ចូលថវិកានឹងជួយគាត់គង់ដល់និស្សិតដែលជាជនពិការរៀនបន្តនៅមហាវិទ្យាល័យបន្តទៀតណាចឹងសូមបងប្អូនជួយតាមវិធីចាស់ថ្លាណាចឹងជួយមកពីយើងចឹងសូមជួយវិទ្យាទៅគាត់ទៀតបាទបងអូនឆ្នាំមុនជួបនិស្សិតពិការរៀនឆ្នាំទី2មែនទេឥឡូវទាយមើលថាគាត់រៀនឆ្នាំទីប៉ុន្មានហើយអូហូយលយមែនឆ្នាំទី3មកឥឡូវកញ្ញានៃធានស្រីពេជ្រឡើងឈរអនាគតទៅបេក្ខភាពជានាយករដ្ឋមន្ត្រីនៅឋានប្រចាំ ចា៎ខ្ញុំសូមរំលឹកសួរដល់គ្រូយុវរងគ្រូអ្នកគ្រូនិងសិស្សស្រីរបស់បងប្អូនផងដែរនេះខ្ញុំឈ្មោះស្រីគាត់ជាវិស្វករផ្នែករៀនឆ្នាំទី3នៅសាកលវិទ្យាល័យស្រារៀនជំនាញគ្រប់គ្រងពាណិជ្ជកម្មឆ្នាំមុនបងអូនចាំមកឆ្នាំទី2ដល់ឆ្នាំនេះឆ្នាំទី3ជួបឆ្នាំក្រោយឆ្នាំទី4ជួបឆ្នាំក្រោយទៀតចប់បងអូនវិញគួររៀនឲ្យចប់អត់ ឥឡូវលោកគ្រូជូនបងប្អូនទាំងអស់គ្នាសូមឲ្យប្រឡងជាប់គ្រប់កម្រិតថ្នាក់ណាទី1ណាទី2រៀនទៅដល់មហាវិទ្យាល័យទី3
សូមឲ្យទទួលបានការងារធ្វើមានប្រាក់ខែប្រាក់ថ្ងៃបងអូនទាំងអស់គ្នាប្រាថ្នាអ្វីៗបានសម្រេចគ្រប់គ្នាតែដើម្បីឲ្យបានសម្រេចធ្វើម៉េចរៀនបាទចូលបានគ្រប់គ្នាដើម្បីជាបុណ្យជាកុសលរបស់យើងណាជួយជនពិការនឹងបានបុណ្យបំផុតទេអូនព្រោះគាត់ពិបាកជាងបងប្អូនគាត់ពិបាកធ្វើដំណើរមានពិបាកអីគឺពិបាកធ្វើដំណើរបងប្អូនជិះកង់ជិះម៉ូតូបានទេណាជនពិការជិះបានអត់ជិះបានជិះពីក្រោយគេយ៉ាណាចង់ស្ដាប់អាយ៉ៃទេមានចង់មានអត់អីអាយ៉ៃខ្មែរក៏អង់គ្លេសខ្មែរអាយ៉ៃណាខ្ញុំសូមបន្ទន់កាយវាចាចិត្តគុំពាក្យប្រណិតទីព្រឹកប្រណំខ្ញុំសូមបន្ទន់កាយវាចាចិត្តលើកហាក់គុំមកប្រណិតនៃព្រឹកប្រណំគោរពលោកជំទាវឯកឧត្តមដែលមកជួបជុំទស្សនាកំសាន្តខ្ញុំបាទគោរពដល់លោកគ្រូអ្នកគ្រូពូសោតរហូតដល់កវីបណ្ឌិតនិស្សិតបញ្ញវន្តសង្ឃស្រាចារ្យបងប្អូនកុមារីនិងកុមារាហើយកំពុងទស្សនាសិល្បៈអាយ៉ៃអូនគួររៀនទេណែអូនត្រូវចាំណាបើសិនជាអូនចេះច្រៀងអាយ៉ៃប្រកែនិពន្ធបើអូនចេះនិពន្ធចេះទៅសេសភៅចេះទៅសេសភៅអាចនិពន្ធអត្ថបទបានហ្នឹងឯងបាទអ្នកនិពន្ធចេះនិពន្ធអត្ថបទទៅរលុយបានអូននៅអង្គុយតែទៅសេក៏បានលុយទេជឿអត់បើមិនជឿឲ្យលុយមកណាទេជឿអត់ចំណេះដឹងធំណាស់តែអ្វីដែលសំខាន់បងអូនត្រូវបង្កើនបាទបើមានបញ្ញាទើបមានចំណេះបើមានចំណេះដឹងទើបមានលុយណាវៃឆ្លាតណាស់វិទ្យាល័យប្រសូតនេះមើលពីណាមិនទាន់បានដាក់ឡើងមកដាក់នេះមកណាអ្នកមិនទាន់ដាក់ខាងមុខណាអត់ចែលោមានពីណាមានអ្នកអត់ទាន់ដែរមានទេបើមានមកនឹងមកដាក់ខាងមុខហើយចុះក្រុមប្អូនមានអ្នកណាមានជនពិការអត់បើមានជនពិការមកមុខអញ្ចឹងបងអូនបើជនពិការពិបាកដើរលោកគ្រូមានអតេសរុញឲ្យណាលោកគ្រូស្នើសុំអតេសរុញឲ្យមិញលោកគ្រូទៅឲ្យអតេសរុញគេបានមួយគ្រឿងមិញមកពីខាងកំពង់ត្បែកថ្ងៃមុនឲ្យទៅខាងស្រុករំដួលនៅវិទ្យាល័យពងទឹកមួយគ្រឿងហើយនឹងសាលាបឋមសិក្សាសេយំណាលោកគ្រូឲ្យបានអ្នកមួយគ្រឿងឲ្យជនពិការហើយសិស្សឥឡូវអស់មែនទេចាឥឡូវបែកនេះមកអស់ហើយអរគុណច្រើនឥឡូវជូនពរក៏លោកគ្រូជូនពរហើយបងអូនឧបត្ថម្ភក៏ឧបត្ថម្ភហើយដែរអញ្ចឹងជួបគ្នាពេលចាំបងអូនអាចបំបែកខ្លួនបានអរគុណច្រើនសូមអរគុណ